មតិសាធារណជនកុំអើយផលប្រយោជន៍បុគ្គលជន់ឈ្លីលើពលកម្មសាច់ស្រស់ឈាមស្រស់នៅតាមព្រំដែនស្របពេលដែលករណីការលួចនាំចូលទំនិញហាមឃាត់ជាពិសេសផ្លែទុរេនពីប្រទេសជិតខាងកំពុងក្លាយជាប្រធានបទក្តៅគគុកមតិសាធារណជនបានលើកឡើងនូវសំណួរដ៏មានទម្ងន់មួយថាតើយើងឆាប់ភ្លេចការឈឺចាប់និងពលកម្មរបស់យុទ្ធជននិងប្រជាពលរដ្ឋនៅតាមព្រំដែនលឿនពេកមែនទេការចងចាំមិនមែនដើម្បីសងសឹកប៉ុន្តែដើម្បីការពារការរំលឹកអំពីព្រឹត្តិការណ៍វិវាទព្រំដែនដែលបង្កឡើងដោយការឈ្លានពាននាពេលកន្លងទៅមិនមែនជាការញុះញង់ឲ្យមានការស្អប់ក្អើមនោះទេប៉ុន្តែវាគឺជាការដាស់ស្មារតីជាតិទឹកភ្នែកសាច់ញាតិគ្រួសារកងទ័ពដែលបានពូលីការបាត់បង់ជំរករបស់ពលរដ្ឋតាមព្រំដែននិងការខូចខាតប្រាសាទបុរាណដែលជាមរតកដូនតាមិនគួរត្រូវបានមើលរំលងត្រឹមតែធ្នូនិងប្រាក់ចំណេញពីការនាំចូលទំនិញខុសច្បាប់នោះឡើយជាតិសាសន៍មួយអាចរងរបួសមិនត្រឹមតែដោយសារក្របកាំភ្លើងឡើយប៉ុន្តែក៏អាចរងគ្រោះដោយសារការភ្លេចខ្លួននិងការមើលស្រាលលើអធិបតេយ្យភាពសេដ្ឋកិច្ចរបស់ខ្លួនឯងផងដែរសំណួរចាក់ដោតចំពោះវិន័យព្រំដែននិងស្មារតីទទួលខុសត្រូវករណីទុរេនដែលបែកធ្លាយដោយចៃដន្យនេះគ្រាន់តែជាចំណែកតូចមួយនៃសំណួរដ៏ធំធេងដែលអាជ្ញាធរពាក់ព័ន្ធត្រូវឆ្លើយតបចំពោះប្រជាពលរដ្ឋតើទំនិញហាមឃាត់ទាំងនោះអាចបំបង្កាយឆ្លងកាត់ព្រំដែនតាមច្រកណាតើមានបុគ្គលណាខ្លះដែលនៅពីក្រោមខ្នងដែលហ៊ានយកប្រយោជន៍ផ្ទាល់ខ្លួនមកដាក់លើការឈឺចាប់របស់កសិករនិងជាតិខ្មែរតើចំណាត់ការភ្លឺច្បាប់និងទោសទណ្ឌបែបណាខ្លះដែលនឹងត្រូវអនុវត្តដើម្បីស្ដារទំនុកចិត្តឡើងវិញព្រំដែនគឺជាកិត្តិយសនិងជាឈ្នាឈាមការគ្រប់គ្រងព្រំដែនឲ្យបានម៉ត់ចត់មិនមែនជារឿងរដ្ឋបាលសាមញ្ញនោះទេប៉ុន្តែវាគឺជាការការពារកិត្តិយសជាតិប្រសិនបើទំនិញខុសច្បាប់នៅតែអាចចរាចរបានដោយសេរីវាមិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចនិងកសិករក្នុងស្រុកនោះទេប៉ុន្តែវាគឺជាការប្រមាថដល់វិញ្ញាណក្ខន្ធយុទ្ធជនដែលបានលះបង់ដើម្បីការពារដីធ្លីតាមរយៈសារដាស់តឿននេះយន្តការរដ្ឋបាលនិងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវបានអំពាវនាវឲ្យអនុវត្តច្បាប់ដោយតឹងរ៉ឹងបំផុតការស្រឡាញ់ជាតិពិតប្រាកដគឺត្រូវបង្ហាញចេញតាមរយៈការបំពេញតួនាទីដោយស្មោះត្រង់ការគោរពច្បាប់និងការការពារផលប្រយោជន៍ជាតិឲ្យបានរឹងមាំដើម្បីកុំឲ្យពលកម្មរបស់បព្វជិរតនិងយុទ្ធជនខ្មែរក្លាយទៅជាការលះបង់ដោយឥតន័យ